កាន់តែក្តៅកងទ័ពអាមេរិកបានប្រតិបត្តិការស្ទាក់ចាប់កប៉ាល់ព្រែកអ៊ីរ៉ង់3គ្រឿងនៅកណ្ដាលសមុទ្រអាស៊ីចំពេលវិបត្តិថាមពលសកលកំពុងឡើងកម្ដៅកងទ័ពសហរដ្ឋអាមេរិកបានប្រតិបត្តិការបង្ខំឲ្យកប៉ាល់ដឹកប្រេងអ៊ីរ៉ង់យ៉ាងហោចណាស់3គ្រឿងផ្លាស់ប្ដូរទិសដៅធ្វើដំណើរភ្លាមៗនៅក្បែរដែនទឹកនៃប្រទេសឥណ្ឌាម៉ាឡេស៊ីនិងស្រីលង្កានៃបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី23ខែមេសាឆ្នាំ2026ការចុះអន្តរាគមន៍នេះគឺជាផ្នែកមួយនៃវិធានការបិទគប់ពាណិជ្ជកម្មអន្តរជាតិប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ខណៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីមានការបិទច្រកសមុទ្រហ័រមូសបញ្ជាការដ្ឋានកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បានបញ្ជាក់ថាបច្ចុប្បន្នកប៉ាល់ទាំងនេះស្ថិតក្រោមការត្រួតពិនិត្យរបស់នាវាចម្បាំងអាមេរិកនៅក្នុងមហាសមុទ្រឥណ្ឌាបន្ទាប់ពីព្យាយាមបំពេញវិធានការបិទគប់ជាការឆ្លើយតបអ៊ីរ៉ង់បានវាយប្រហារនឹងរឹបអូសកប៉ាល់ដឹកទំនិញនៅច្រកសមុទ្រហ័រមូសបង្កឲ្យមានកង្វល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកលប្រភពដែលបានកត់សម្គាល់ថាកងទ័ពអាមេរិកបានសម្រេចចិត្តធ្វើសកម្មភាពនៅតំបន់សមុទ្រឆ្ងាយពីច្រកសមុទ្រហ័រមូសដើម្បីជៀសវាងហានិភ័យពីគ្រាប់មីនដែលអ៊ីរ៉ង់អាចដាក់ពង្រាយតាមបណ្ដោយឆ្នេរគិតចាប់តាំងពីការចាប់ផ្ដើមវិធានការបិទគប់មកសហរដ្ឋអាមេរិកបានបញ្ជាឲ្យកប៉ាល់ដែលចេញចូលកំពង់ផែអ៊ីរ៉ង់ប្រមាណ29គ្រឿងបង្វាយក្បាលត្រឡប់ក្រោយឬត្រឡប់ចូលច្រាំងវិញដើម្បីកាត់ផ្តាច់ប្រភពចំណូលរបស់ទីក្រុងទីអ៊ីរ៉ង់និយាយធွာត្រជាក់លេងស្ដាប់លោកត្រាំប្រើធွာក្តៅបញ្ជាឲ្យបំផ្លាញនាវាដាក់គ្រាប់មីនអ៊ីរ៉ង់ទាំងអស់ដោយគ្មានការស្ទាក់ស្ទើរនៅហ័រមូសគ្មានសញ្ញាវិជ្ជមានកាត់ឡើងទៀតទេទោះឆ្លងការចរចាពីដំណាក់កាលឲ្យក្តីតែនៅហ័រមូសពោពេញទៅដោយកម្ដៅនិងស្នូរគ្រាប់កាំភ្លើងដដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបាញ់ទម្លាក់នាវាដាក់គ្រាប់មីនរបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូសដោយអះអាងថាទីក្រុង Washington កំពុងគ្រប់គ្រងតំបន់ទាំងនោះតាមការដកស្រង់ប្រភពពី CNN បានឲ្យដឹងថាតាមរយៈការសរសេរបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកត្រាំបានបញ្ជាក់ច្បាស់ថាលោកបានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបាញ់គំតិចដោយគ្មានការស្ទាក់ស្ទើររាល់នាវាអ៊ីរ៉ង់ទាំងអស់ដែលដាក់មីននៅច្រកសមុទ្រហ័រមូសទោះបីជាវាតូចប៉ុណ្ណាក៏ដោយប្រធានាធិបតីអាមេរិកបានបន្ថែមថាខណៈនេះនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ទាំង159កំពុងស្ថិតនៅបាតសមុទ្រយ៉ាងសុខសាន្តហើយមិនត្រឹមតែបាញ់បំផ្លាញទេលោកត្រាំក៏បញ្ជាឲ្យក្រុមអ្នកបោះសម្អាតមីនអាមេរិកធ្វើប្រតិបត្តិការបោះសម្អាតមីននៅច្រកសមុទ្រហ័រមូសផងដែរដើម្បីធានាសុវត្ថិភាពក្នុងការឆ្លងកាត់ច្រកសមុទ្រនេះលោកត្រាំអះអាងថាពេលនេះសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងច្រកហ័រមូសបានទាំងស្រុងហើយគ្រប់នាវាទាំងអស់មិនអាចឆ្លងកាត់ច្រកនេះតាមអំពើចិត្តបានទេបើគ្មានការយល់ព្រមពីកងទ័ពអាមេរិកយោងតាមប្រភពស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថាអ៊ីរ៉ង់បានចាប់ផ្ដើមដាក់គ្រាប់មីននៅច្រកសមុទ្រហ័រមូសនៅដើមខែមីនាបន្ទាប់មកលោកត្រាំក៏បានចេញការព្រមានថាប្រសិនបើអ៊ីរ៉ង់មិនព្រមដកមីនចេញទេប្រទេសនេះនឹងប្រឈមមុខលើផលវិបាកក្នុងទំហំដ៏ធំដែលមិនធ្លាប់មានពីមុនមកយ៉ាងណាក៏ដោយបញ្ហានេះនៅតែស្ថិតក្នុងភាពខ្វែងគំនិតគ្នារវាងជួរមន្ត្រីអាមេរិកយោងតាម CNN មន្ត្រីក្រសួងការពារជាតិអាមេរិកបានរាយការណ៍ទៅសមាជិកសភាកាលពីសប្តាហ៍មុនថាវានឹងចំណាយពេលរហូតដល់6ខែឯណោះដើម្បីបោះសម្អាតមីនទាំងសងនៅច្រកសមុទ្រហ័រមូសបន្ទាប់ពីជំនួសជាមួយអ៊ីរ៉ង់បានបញ្ចប់យ៉ាងណាក៏ដោយក្រោយដំណឹងដឹងនេះអ្នកនាំពាក្យមន្ត្រីបញ្ញកោណបាននិយាយនៅថ្ងៃទី22ខែមេសាថាការបិទច្រកសមុទ្រហ័រមូសរយៈពេល6ខែគឺមិនអាចទទួលយកបាននោះទេរីឯឧត្តមនាវី Bradley Cooper មេបញ្ជាការនៃបញ្ជាការកណ្ដាលដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈមបូព៌ាបានធ្វើការអះអាងកាលពីសប្តាហ៍មុនថាវាគ្មានបញ្ហាអ្វីនោះទេពួកគេមានសមត្ថភាពពេញលេញក្នុងការបោះសម្អាតមីននៅច្រកសមុទ្រហ័រមូសព្រោះពេលនេះទីក្រុង Washington ក៏កំពុងធ្វើប្រតិបត្តិការបោះសម្អាតនេះស្រាប់